បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមនាំយកពាក្យសូដូចនិងពាក្យផ្លែងបាទដើម្បីមកធ្វើការពន្យល់បង្ហាញបងប្អូនពាក្យផ្លែងដែលលោកគ្រូបង្ហាញនៅពេលនេះគឺទៅសេបានពីរបៀបបាទទី1គឺបចង្លស្រែនឹងងនិងមួយទៀតគឺផចង្លស្រែនឹងងបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទាំងអស់រីករាយតាមដានជាមួយនឹងការបង្ហាញដូចតទៅបាទទី1គឺពាក្យផ្លែងឬក៏ខ្លែងបាទពាក្យផ្លែងឬខ្លែងនេះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាប្រែបែឃ្លាតបែចាក់ភាពដើមឬចាក់ភេទដើមឧទាហរណ៍ផ្លែងខ្លួនផ្លែងភេទបាទឬក៏យើងថាខ្លែងខ្លួនឬខ្លែងភេទជាដើមបាទពាក្យទី2គឺពាក្យផ្លែងដែលសរសេរផយ៉ាងលោស្រែនឹងងនេះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាបាញ់បាទឧទាហរណ៍ស្ដេចទ្រង់ផ្លែងសបាទគឺបាញ់ធ្នូណាបាទអញ្ចឹងពាក្យដែលលោកគ្រូបង្ហាញនៅពេលនេះគឺមានតែប៉ុណ្្នឹងទេចំពោះបងប្អូនឬក៏អស់លោកស្រីមានចម្ងល់តាក់ទងទៅនឹងពាក្យសូដូចពាក្យន័យដូចបញ្យលពាក្យផ្ទុយឬក៏វេយ្យាករណ៍នៅក្នុងភាសាខ្មែរបាទសូមបងប្អូនធ្វើការ comment ខាងក្រោមវីដេអូឬមួយចូលទៅក្នុង group Telegram ដែលមានឈ្មោះថាបញ្យលពាក្យខ្មែរបាទខ្ញុំបាទព្យាយាមឆ្លើយអស់ពីលទ្ធភាពបាទអញ្ចឹងចំពោះវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ